ជំរាបសួរស្ដីអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់ចេះផ្នែកភាសាអង់គ្លេសថ្ងៃនេះយើងនឹងមកសិក្សាបន្តទៀតអំពីមេរៀននៃភាសាអង់គ្លេសរបស់យើងក្នុងការប្រើប្រាស់ Can and Could កន្លងមកយើងបានទទួលបានចំណេះដឹងជាច្រើនទាក់ទងជាមួយនឹងការប្រើប្រាស់ Can and Could ប្រើប្រាស់ពេលណាថ្ងៃនេះយើងនឹងមកសិក្សាបន្ថែមតើយើងគួរប្រើប្រាស់ Can and Could ដោយរបៀបណាហើយវាមានលក្ខខណ្ឌក្នុងការប្រើប្រាស់ដោយវិធីណាតាមពិតទៅ Can and Could ហ្នឹងបើយើងហៅវានៅក្នុងភាសាអង់គ្លេសឬក៏នៅក្នុងភាសាវេយ្យាករណ៍ក្នុងភាសាអង់គ្លេសហ្នឹងឈ្មោះរបស់វាគេហៅវាថាជា modal ចឹងកាលណាបើវាជា modal មានន័យថាវាដើរតួនាទីដើម្បីបញ្ជាក់នូវអត្ថន័យមួយនៅក្នុងប្រយោគហ្នឹងឬក៏វាបញ្ជាក់ន័យទៅលើកិរិយាសព្ទឲ្យមានន័យកាន់តែច្បាស់លាស់ដើម្បីកុំឲ្យខាតពេលវេលាយើងទៅសិក្សាទាំងអស់គ្នាតើការប្រើប្រាស់ដោយរបៀបណា Can and Could មានការប្រើប្រាស់4របៀបធំៗហើយយើងអាចកត់ចំណាំបានទី1 Can and Could គឺយើងប្រើប្រាស់នៅពេលដែលយើងចង់និយាយអំពីសមត្ថភាពនរណាម្នាក់ហើយ Can គឺយើងប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នកាលឧទាហរណ៍ I can swim she can fly អញ្ចឹងនៅពេលដែលខ្ញុំនិយាយថា I can swim ហ្នឹងគឺវាបង្ហាញពីសមត្ថភាពនៅពេលឥឡូវហ្នឹងដែលខ្ញុំមានខ្ញុំអាចហែលទឹកបានឬក៏ខ្ញុំអាចនិយាយថា she can fly ដូច្នេះប្រយោគពាក្យថា she can fly ហ្នឹងគឺបង្ហាញពីសមត្ថភាពឥឡូវហ្នឹងដែលនាងអាចហោះបានបាទចំណែក could វិញក៏គេប្រើប្រាស់បង្ហាញពីសមត្ថភាពដែរប៉ុន្តែជាសមត្ថភាពក្នុងអតីតកាលឧទាហរណ៍ I could swim when I was 5 years old ខ្ញុំអាចហែលទឹកនៅពេលដែលខ្ញុំអាយុ5ឆ្នាំ She could sing well when she was just 4 years old នាងអាចច្រៀងបានយ៉ាងពិរោះច្រៀងបានយ៉ាងល្អនៅពេលដែលនាងមានអាយុត្រឹមតែ4ឆ្នាំអញ្ចឹង Can and Could ហ្នឹងគឺបញ្ជាក់ពីអត្ថន័យមួយយ៉ាងគឺបញ្ជាក់អំពីសមត្ថភាពអញ្ចឹងយើងទៅសិក្សាបន្តចំណុចទី2 Can and Could នឹងដដែល Can and Could គឺគេប្រើប្រាស់មួយទៀតគឺតាក់ទងជាមួយនឹង request ពេលហ្នឹងបើយើងអាចនិយាយជាអត្ថន័យមួយដែលយើងអាចចំណាំបានមានន័យថា ask someone to do something for example can you help me please អញ្ចឹងវាបង្ហាញពីការស្នើសុំឲ្យនរណាម្នាក់ជួយយើងឬក៏យើងស្នើសុំឲ្យគេធ្វើអ្វីមួយ Can you help me can you carry this អញ្ចឹងអាពាក្យថា can you ហ្នឹងមានន័យបង្ហាញពីការស្នើសុំហើយជាទូទៅគេប្រើប្រាស់វានៅក្នុងប្រយោគសំណួរបាទហើយដល់ពេល could ក៏គេប្រើវានៅក្នុងការ request ដែរប៉ុន្តែវាបញ្ជាក់អំពីរឿងដែលបែបលក្ខណៈ more polite and respectful មានន័យថារំទុំជាងសុភាពរាបសារជាងឬក៏បង្ហាញពីការគោរពជាង can នឹងការប្រើប្រាស់ទី2ហើយចំណុចទី3គឺយើងនិយាយអំពី can and could ដែរប៉ុន្តែផ្ដោតសំខាន់ទៅលើ permission ហ្នឹងឧទាហរណ៍ថា could I use your phone ឬក៏យើងអាចនិយាយបានថា can I use your phone អញ្ចឹងមានន័យថាយើងស្នើសុំគេឬក៏យើងសុំការអនុញ្ញាតពីគេទៅធ្វើរឿងអីមួយយើងអាចប្រើប្រាស់ can and could បានប៉ុន្តែអត្ថន័យប្រហាក់ប្រហែលគ្នាគ្រាន់តែ could បង្ហាញអំពីភាពរំទុំឬក៏ការគោរពការគួរសមច្រើនជាងចំណុចចុងក្រោយគេចំណុចទី4គឺគេប្រើប្រាស់ can and could នឹងបង្ហាញអំពី certainty and possibility certainty and possibility ហ្នឹងគឺគេចង់បញ្ជាក់ថានៅពេលដែលយើងប្រើប្រាស់ can and could ហ្នឹង can គឺបង្ហាញអំពី general truth ឬក៏ general fact រឿងអីមួយដែលវាជាការពិតដែលมันអាចប្រកែកបាន for example the bird can fly អញ្ចឹងឧទាហរណ៍ហ្នឹងមានន័យបង្ហាញថាសត្វបក្សីហ្នឹងអាចហោះហើរបានប៉ុន្តែជាក់ស្ដែងហោះកើតបាត់ហោះកើតបាក់វាបង្ហាញពី positive បង្ហាញពី certainty បង្ហាញពីជារឿងមួយដែលมันអាចប្រកែកបានឧទាហរណ៍មួយទៀតយើងអាចបង្កើតបានថាsmoking can be bad for your health ការជក់បារីហ្នឹងអាចធ្វើឲ្យប៉ះពាល់ឬក៏អាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពឬជារឿងមិនល្អសម្រាប់សុខភាពអញ្ចឹងតើវារឿងការពិតអត់ការពិតសម្រាប់សង្គមសប្តាហ៍ថ្ងៃរបស់យើងមែនអត់
បាទចុះដល់ពេលយើងប្រើប្រាស់ could ប្រើប្រាស់នៅពេលណា could បង្ហាញពីរឿងអីមួយដែលមិនជាក់លាក់ដែលអាចមានការប្រែប្រួលឧទាហរណ៍ថា it could be rain tomorrow ថ្ងៃស្អែកអាចនឹងភ្លៀងប៉ុន្តែយើងច្បាស់អត់ច្បាស់ទេឬក៏យើងអាចនិយាយមកប្រយោគទៀតបានថា it could be the answer វាគួរតែជាចម្លើយដែលត្រឹមត្រូវ it could be the answer មានន័យថាវាអាចជាចម្លើយប៉ុន្តែត្រូវអត់យើងស្មានត្រូវអត់ប្រហែលជាអត់ត្រូវទេมันអាចទាំងស្រុងទេមែនអត់អញ្ចឹង4នៃការប្រើប្រាស់អំពី can and could នេះខ្ញុំគិតថាជាមេរៀនកលឹកខ្លីៗបន្ថែមសម្រាប់អ្នកដែលចង់ចេះផ្នែកភាសាអង់គ្លេសហើយប្រើប្រាស់វាឲ្យបានត្រឹមត្រូវសូមបញ្ជាក់ម្ដងទៀតចំពោះការប្រើប្រាស់ can and could គឺយើងប្រើប្រាស់ដើម្បី ability can យើងប្រើប្រាស់អំពី ability in the present ប្រើប្រាស់ could ability in the past can and could ប្រើប្រាស់សម្រាប់បញ្ជាក់អំពី request can and could ប្រើប្រាស់សម្រាប់ permission can and could ប្រើប្រាស់ចំពោះ certainty and uncertainty រឿងមួយដែលជាក់លាក់និងរឿងមួយដែលមិនជាក់លាក់ដើម្បីទទួលបាននៅចំណេះដឹងផ្នែកភាសាអង់គ្លេសបន្តទៀតសូមកុំភ្លេចចុច follow page និង TikTok របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបន្តអរគុណច្រើនជម្រាបលា Goodbye